ជំរាបសួរបងប្អូនទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូថ្មីទៀតហើយយើងបន្តនៅមេរៀនជំពូក4ស្រៈនិងស្រៈផ្សំប៉ុន្តែមុនពេលចាប់ផ្ដើមត្រូវរំលឹកមេរៀនចាស់សិនកុំឲ្យភ្លេចណាអញ្ចឹងវីដេអូមុនយើងបានសិក្សាអំពីមេរៀនទី1គឺមេរៀនដែលមានអក្សរ EER សំឡេងរបស់វាគឺស្រៈ E សំឡេង E និងទី2គឺ ER ដែលសំឡេងរបស់វាគឺ អូខេអញ្ចឹងយើងបន្តនៅមេរៀនទី18មេរៀនទី18នេះគឺយើងសិក្សាអំពី I អក្សរ I ដែលមានសំឡេង I អញ្ចឹងត្រង់នេះដែរភាគច្រើន I ដែលមានសំឡេង I គឺភាគច្រើនវាមានអក្សរ I នៅកណ្ដាលពាក្យចេះហើយខាងចុងពាក្យនេះគឺមានអក្សរ E អញ្ចឹង I នេះវាសំឡេង I អូខេអញ្ចឹងយើងចាប់ផ្ដើមទាំងអស់គ្នា B សំឡេង B I គឺស្រៈ I ឬក៏យើងអាន I ប I បាយ T សំឡេងថបាយនឹងថ bite ពាក្យទី2គឺ S សំឡេងស I គឺស្រៈ I ស I side D D side ពាក្យទី3 D សំឡេងដ I គឺស្រៈ I D I die N die នឹងណ die អូខេ I សំឡេង I មានប៉ុណ្ណឹងយើងទៅមេរៀនទី19 I ដដែលគឺសំឡេងរបស់វា E អញ្ចឹងភាគច្រើនគឺយើងឃើញវានៅកណ្ដាលពាក្យចេះហើយខាងចុងពាក្យនោះគឺมันមានអក្សរ E ទេអញ្ចឹងភាគច្រើនវាសំឡេង E តោះយើងអនុវត្តទាំងអស់គ្នា I សំឡេងស I គឺស្រៈ E CK ស្មើនឹងអក្សរ K សំឡេងខ អញ្ចឹងស E សិនឹងខ sick ពាក្យទី2 S មានសំឡេងស I គឺស្រៈ E ស E សិ T មានសំឡេងថ សិនឹងថ sit អូខេពាក្យទី3 S មានសំឡេងស I សំឡេង E ស E សិ X សំឡេង X អញ្ចឹង six អូខេ alright មេរៀនទី18 I សំឡេង I ដែលមាន E នៅខាងចុងពាក្យនិង19 I សំឡេង E មិនមានអក្សរ E នៅខាងចុងពាក្យទេមានតែប៉ុណ្ណេះយើងជួបគ្នានៅក្នុងវីដេអូបន្ទាប់ទៀតអរគុណទាំងអស់គ្នា